ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើបង្អែមផ្លែឈើញ៉ាំនៅផ្ទះឬមួយក៏បងប្អូនចង់ធ្វើលក់ក៏បានដែរបើសិនជាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនកុំភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយផងហើយកុំភ្លេចធ្វើការ like channel YouTube របស់ខ្ញុំម្នាក់មួយណាបងប្អូនហើយបង្អែមផ្លែឈើថ្ងៃនេះគឺខ្ញុំប្រើផ្លែឈើមានតសក់ស្រូវមានល្ហុងមានល្ពៅមានផ្លែបឺផ្លែមៀននិងត្រាវបងប្អូនហើយសម្រាប់ទឹកដោះគោស្រស់ខ្ញុំប្រើ40 ml ទឹកស្ករខ្ញុំប្រើ40 ml ហើយនិងទឹកដោះគោខាប់ក៏ខ្ញុំប្រើ40 ml ដែរបងប្អូនមានជាខ្ទិះដូងបងប្អូនអាចបន្ថែមខ្ទិះដូងបានហើយសម្រាប់រសជាតិផ្អែមបងប្អូនអាចបន្ថែមរសជាតិផ្អែមលើនឹងបានណាទឹកដោះគោខាប់បងប្អូនអាចដាក់50ឬមកក៏60 ml ទៅតែសម្រាប់ខ្ញុំ40 ml នេះគឺមួយកូនចានហ្នឹងគឺល្មមផ្អែមហើយបងប្អូនហើយក៏អរគុណច្រើនដែរសម្រាប់បងប្អូនទស្សនាវីដេអូនេះពីដើមដល់ចប់បើសិនជាវីដេអូនេះមានអត្ថប្រយោជន៍ដល់បងប្អូនក៏ភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយផងខ្ញុំពឹងបងប្អូនឲ្យជួយlike channel YouTube របស់ខ្ញុំម្នាក់មួយផងណាបងប្អូនចាអញ្ចឹងអរគុណច្រើនបាយបាយបងប្អូនទាំងអស់គ្នា